លោកគ្រូខ្ញុំធ្លាប់ឮថាជនជាតិថៃវាចង់បានណាក្លឹមក្លូតហ្នឹងអូចង់បានណាវាយកគ្រាប់ទៅដាំទៀតណាយកគ្រាប់ទៅដាំនៅនឹងទៀតបាទយកទៅដាំបណ្ដោះតាមជុំវិញចកាវាបាទណែហើយមិនទៅគ្រូអាចដាំដោះបានទេបានតែវាដាំដោះបានដែរបាទវាដាំទុកឲ្យយូរទៅវាមានអាណាដែលវាមានដួងស៊ីទៅវាចាប់ដើមក្លឹមអូណែតែមានដួងស៊ីវាចាប់ដើមក្លឹមហើយវាដូចក្លឹមច័ន្ទអញ្ចឹងណាបាទតែមានសម័យស៊ីវាចាប់ក្លឹមចាប់ដើមក្លឹមមកទេបាទវាឲ្យពួកនេះទៅរើសយកគ្រាប់វាដែរតាអូវាយកទៅដាំដែរណាហ្នឹងហើយលើកមុនឮថាល្បីមកនេះឬថាថៃវាចង់យកឲ្យខ្មែរយើងទៅរកឲ្យវាទៀតហ្នឹងហើយរកទៅមកហឺតាហើយវាឲ្យតម្លៃប្រហែលដែរលោកតាមិនដឹងទេក្មេងៗចុំមកពួកដែរក្នុងកន្លែងទៅទៀតហ្នឹងហើយវាមករកតាមនេះបាទព្រោះតំបន់ភ្នំកលែនតំបន់ក្លូតចូលលោកគ្រូអាហ្នឹងបើសិនជាយកទៅដាំនៅនោះប្រើទៅស័ក្តិសិទ្ធិដូចគ្នាណាលោកគ្រូបោះវាអត់ប្រកាន់ទោះសំបីតែយើងពាក្យឆ្លាក់ជារូបភេទរូបអីចូលប្រគុណចូលអីក៏វាអត់ប្រកាន់វាអត់ដូចភ្លុកតន្ត្រីអត់ដូចចែតន្ត្រីអត់ដូចផ្នែកជ្រូកទេព្រោះអានឹងទៅចូលแล้วសាបហើយចូលប្រគុណចូលអីសាបបាទសាបហើយផ្ទុះបែកដូចជាកងខ្លាអញ្ចឹងណាបាទវាផ្ទុះហើយបើណោះអត់ប្រកាន់ទេបើក្លូតឆ្លាក់ជារូបព្រះហើយអត់ចេះប្រកាន់ហើយចូលប្រគុណក៏ដែរដេកស្រីក៏ដែរតំតែជីគេប្រហែលទៅប៉ុណ្ណឹងជីម្រាយគេយើងយកត្រាប់គេអញ្ចឹងណាបាទនេះគ្រឹះសំណំណែធ្វើអីក៏ដោយគឺត្រូវតងណែតមកហ្នឹងឯងបើថារឿងឆ្អាបចេះអីធម្មជាតិអានឹងធម្មជាតិអូអាមួយរុក្ខជាតិអាមួយធម្មជាតិបាទអារុក្ខជាតិនេះពួករុក្ខជាតិបាទអាធម្មជាតិនោះធម្មជាតិដូចជានប់ប្រះបាទចែតន្ត្រីភ្លុកតន្ត្រីណែបាទអានឹងពួកហ្នឹងប្រើថាតែប្រេះដែរយើងមិនមែនបង្អាប់គេទេរបស់វាមានតម្លៃបាទតែបើយើងអត់តอมក៏វាអស់តម្លៃដែរវាផ្ទុះធ្លាប់មានផ្ទុះអញ្ចឹងមែនគ្រូណាមានតាកុំខ្លាមប្រព័ន្ធមីជើងអីពាកច្រឡំចូលប្រគុណឲ្យបានដឹងផ្ទុះសុភោហើយដល់ពេលផ្ទុះអញ្ចឹងអស់រឹតបាត់ហើយមានស្អីបាទគេទៅបាត់ហើយណែបើពួកអាក្លឹមខ្លួននេះបើនិយាយទៅរុក្ខជាតិគេបង្កើតមកសម្រាប់ឲ្យយើងចឹងឃើញគេដាក់តាំងតាមរូបអង្គរឆ្លាក់ជាក្បាច់ផ្កាអីភ្ញីអីបាទការគ្របកាយណាហ្នឹងតំណាងខ្មែរយើងណាបាទហើយនេះអត់ដឹងទេរបស់ខ្មែរយើងបាទខ្មែរយើងខ្លាំងហ្នឹងហើយអាហ្នឹងពិសេសទៀតបាទមានអ្នកអត់ដឹងទេបាទអាហ្នឹងខ្ញុំនិយាយអស់ចុះបាទចង់ឲ្យបងប្អូនខ្មែរយកទៅប្រើបាទផ្លូតយើងចេះប្រើមានរបៀនមានទំនៀមទម្លាប់វាបាទយើងកាត់តែពីរយើងអាមឯងបាទនៅដុតខ្នេះយកទៅដាក់ស្ងោផឹកបាទណែយកទៅដាក់ស្ងោផឹកបាទដុតកាត់ប្រវែងនេះមកដុតខ្នេះបាទជឿវាមកកដាលបាទជឿមកកដាលយើងយកស្ងោផឹកបាទអាសន្នរោគអីក៏អត់ចូលដែរអត់ចូលបានទេបាទជំងឺអីក៏គ្មានដែរអត់មានទេហើយស្ងោប្រហែលឆ្នាំដែរលោកគ្រូស្ងោទាំងអស់វា5វា3ពីរដង6កណាត់6កណាត់ក្នុង2កណាត់នេះយើងស្ងោម្ដងបាទណែស្ងោសាបប៉ុណ្ណាចូលប៉ុណ្ណាអូស្ងោមួយសាបមកហើយជាតិគីមីលើសឈាមលើសអីប្រមាណទាំងអស់ហ្នឹងវាថយអូណែជុំមិនស្វិតដែរខ្ញុំអត់ចង់និយាយទេអូមួយទៀតគ្រូគេថាប្របាទជ័យម៉ានទី7ពេលដែលចេញច្បាំងអញ្ចឹងគឺពាក់ក្លឹមក្លូតនេះក្លឹមក្លូតទាំងអស់ហ្នឹងពួកហ្នឹងអាយ៉ាណែឃើញគេដាក់តំណាងឲ្យមើលទេបាទណែប្រើក្លឹមក្លូតទាំងអស់បាទគាត់ពាក់មិនទៅគ្រូបានថាអាចអានេះកាប់សាច់មិនមុតដែរពីបើសិនតែយើងគិតតែស្ងោផឹកហើយយើងកាន់អាហ្នឹងក្រូតវាមានក្រូតតែមួយមុខទេណាបាទក្រូតខ្លែតញីឈ្មោលវាត្រូវដាក់ស្ងោអូអាពីរកណាត់ហ្នឹងមានក្រូតខ្លែតណាបាទណែមានក្រូតខ្លែតបាទណែបើយើងប្រើតែក្រូតអត់ទៅ
ខ្លាំងទេយើងនិយាយចេះ បាទ ណែ ត្រូវមានក្លែតមួយទៀត បាទមានផ្លែតមួយទៀត បាទជាងទាំងអស់មិញវា4មុខមិញគូណា បាទ ឃើញកម្មទៅអី វា5មុខ 5មុខ បាទ បាទ គ្រូបាយ ក្លូតក្លែត រូតក្លែត កន្លែងហ្នឹងផងដែរ បើយើងអានេះយើងនិយាយទៅយើងចង់លាក់កូនខ្មែរទូទៅទេបាទបើយើងនិយាយចេះវាចេះតែដល់ប្រទេសក្រៅហើយ បាទ ព្រោះខ្លួននេះវាត្រូវការបន្សាបជាតិពី ភាសាជាតិពឹស បាទ បាទ ពឹសអសន្នរោគអីណា បាទ និយាយតួយ៉ាងខ្ញុំមកអ្នកស្ងោផឹក បាទ និយាយចេះក៏មកលឺទៅដល់គេខ្ញុំអត់ប៉ះពាល់ទេអារឿងជំងឺអី បាទ មកជុលអីណាចាក់ថ្នាំខ្ញុំមកចាក់ទេ បាទ ខ្ញុំផឹកតែនឹងទេ បាទ ហើយ ប